បាទជំរាបសួរប្រិមិត្តទស្សនិកជនជាទីមេត្រីបាទនេះជាក្បួនដង្ហែសិស្សពូកែនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ2026ជាលេខ2លេខ1ផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី12បានទៅលើប្អូនស្រីរស់ដាមកពីវិទ្យាល័យហ៊ុនសែនពងទឹកស្រុករំដួលខេត្តស្វាយរៀងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានិងកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំធ្វើឲ្យវិស័យដ៏មានសារៈសំខាន់មួយនេះមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនិងបានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសហើយសម្រាប់ស្រុករំដួលខេត្តស្វាយរៀងឆ្នាំ2026នេះអូនស្រីរស់ណាមានសមត្ថភាពដ៏អស្ចារ្យបានធ្វើការប្រឡងប្រជែងចាប់តាំងពីថ្នាក់វិទ្យាល័យថ្នាក់ស្រុកថ្នាក់ខេត្តនិងថ្នាក់ជាតិទទួលបានជាលេខ2លេខ1នៅទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរសម្រាប់ថ្នាក់ទី12ឲ្យសម្រាប់ថ្ងៃទី11ខែឧសភាឆ្នាំ2026នេះក៏មានការផ្ដល់កិត្តិយសដល់ឧត្តមឧត្តមពីឯកឧត្តមរស់ផារិតអភិបាលរងខេត្តស្វាយរៀងនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមពេងពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងធ្វើពិធីសម្ដែងសម្ណាលនិងជូនថវិការបស់ឯកឧត្តមពេងពោធិ៍សាអភិបាលខេត្តចំនួន2លានរៀលដើម្បីលើកទឹកចិត្តដល់ប្អូនដែលទទួលបានជាលេខលេខ1នេះហើយនៅមុខសាលាស្រុករំដួលក៏មានការរៀបចំពិធីអបអរសាទរដល់ក្បួនដង្ហែផងដែរក្រោមអធិបតីភាពលោកហែមស៊ីណាអភិបាលស្រុករំដួលលោកអភិបាលរងស្រុកមន្ត្រីរដ្ឋបាលស្រុកលោកគ្រូអ្នកគ្រូនិងកងកម្លាំងទាំង3របស់ស្រុកហើយលោកអភិបាលស្រុករំដួលលោកបានផ្ដល់ថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន200000រៀលជូនដល់ប្អូនរស់ដាបាទជាម្ចាស់ជាលេខ2និងជូនថវិកា50000រៀលទៀតជូនដល់ក្រុមឆាយ៉ាំដែលបានចូលរួមដង្ហែក្បួនក្នុងពិធីនោះផងដែរស្នាមញញឹមភាពសប្បាយរីករាយរបស់ថ្នាក់ដឹកនាំស្រុកលោកគ្រូអ្នកគ្រូនិងសូហូកញ្ជ្រៀវរបស់បងប្អូនសិស្សានុសិស្សធ្វើឲ្យស្រុករំដួលយើងមានមោទនភាពបំផុតដែលមានសិស្សឆ្នើមទទួលបានជាលេខលេខ1នៅទូទាំងប្រទេសផ្នែកអក្សរសាស្ត្រខ្មែរនៅពេលនេះហើយទស្សនវិជ្ជាជារួមនៃក្បួនដង្ហែក៏មានការអបអរសាទរយ៉ាងច្រើនកកពីសំណាក់សិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងបងប្អូនប្រជាពលរដ្ឋយើងជាច្រើនកកសម្រាប់ស្រុករំដួលយើងប៉ុន្មានឆ្នាំចុងក្រោយនេះសិស្សនៅតាមវិទ្យាល័យទទួលបាននិទ្ទេស A ជាច្រើននិងទទួលបានសិស្សពូកែទូទាំងប្រទេសជាបន្តបន្ទាប់នេះជាសារមួយជូនដល់បងប្អូនសិស្សានុសិស្សដែលកំពុងរៀននៅអនុវិទ្យាល័យត្រូវខិតខំរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាកូនល្អសិស្សល្អនិងពលរដ្ឋល្អនិងប្រកួតប្រជែងដណ្ដើមជាលេខលេខ1ជូនគ្រួសារជូនសាលាជូនស្រុកខេត្តរបស់យើងខ្ញុំបញ្ជាក់ថាបងស្រីម្ចាស់ជាលេខលេខ1ទូទាំងប្រទេសឈ្មោះរស់ដានៅភូមិត្រពាំងកៅឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀងសូមអរគុណHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn